ណាអញ្ចឹងសូមឲ្យបងអូនមានការយោគយល់ហើយឲ្យយល់អំពីអត្ថន័យនៃពាក្យសន្តិសុខជាតិនិងស្ថិរភាពសង្គមណាមិនមែនព័ត៌មានខ្លះបងអូនឃើញអាចផ្សាយបានគ្រប់រឿងទេណាមិនមែនរឿងខ្លះផ្សាយបានគ្រប់រឿងទេអញ្ចឹងសូមឲ្យបងអូនយោគយល់កន្លែងនេះហើយរួមសហការទទួលការសហការជាមួយនឹងសមាជិកណាដើម្បីឲ្យសមាជិកបំពេញភារកិច្ចប្រកបដោយជោគជ័យឥឡូវបងអូនដាច់បណ្ដាញផ្សាយបំផ្លាញផែនការរបស់ប៉ូលីសអស់ហើយយើងសួរថាកំហុសបងអូនកន្លែងណាណាអញ្ចឹងយើងជាអ្នកកសែតធ្វើអីយើងធ្វើមិនដើម្បីកុំឲ្យខាតប្រយោជន៍រួមរបស់ជាតិរបស់ប្រជាជនណាគួរតែធ្វើអ្វីដែលមានប្រយោជន៍រួមណាអញ្ចឹងបងអូនស្ដាប់បានមកជ្រុងបងអូននិយាយអត់បានទេបងអូនត្រូវសួរសមាជិកសិនហើយរឿងខ្លះការងារកំពុងស៊ើបអង្កេតវិជាជីវៈរបស់ប៉ូលីសរក្សាការសម្ងាត់មិនអាចមកទម្លាយឲ្យបងអូនដឹងគ្រប់តែបងអូនចង់ដឹងបាននោះទេអញ្ចឹងបានក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិបានចាត់តាំងឲ្យនាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិចុះទៅធ្វើការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដើម្បីធ្វើការស្រាវជ្រាវក្រុមផ្ដាល់កម្ចីដែលមានការប្រាក់ពោះនេះអញ្ចឹងសមត្ថកិច្ចចំណាយពេលច្រើនណាស់ដើម្បីធ្វើការស្រាវជ្រាវរហូតដល់ឈានទៅដល់ការឃាត់ខ្លួនមនុស្សមិនក្រោម50-60នាក់ទេបាទមិនក្រោម50-60នាក់ទេដើម្បីស្រាវជ្រាវរកឫសគល់ក្នុងប្រភពនៃការផ្ដាល់លុយឲ្យប្រជាពលរដ្ឋខ្ចីពីព្រោះពួកនេះវាឲ្យខ្ចីការប្រាក់ពោះឲ្យខ្ចីការប្រាក់ពោះនៅពេលដែលប្រជាពលរដ្ឋអត់មានលុយខ្ចីសំទោសនៅពេលដែលប្រជាពលរដ្ឋអត់មានលុយសងគឺពួកគេប្រជាជនគេនឹងគម្រាមប្រជាជនគេនឹងទាលុយបខំទាលុយប្រជាជនអញ្ចឹងប្រជាជនអត់ជំរឿសមានតែការបះបោរតជាមួយពួកអស់ហ្នឹងអញ្ចឹងវាអាចខ្លាយទៅជាការចលាចលសង្គមមួយនៃតាមរយៈកម្ចីការប្រាក់ពោះនេះអញ្ចឹងគណៈពេលដែលសមាជិកនាយកដ្ឋានប្រឆាំងភេរវកម្មអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃនិងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកំពុងធ្វើការងារដោយសម្ងាត់នេះបែរជាប្អូនអ្នកកសែតម្នាក់បងហ៊ុនគាត់បានទៅ live ដើម្បីធ្វើឲ្យខូចផែនការស៊ើបអង្កេតរបស់សមាជិកដោយគាត់ទៅយកព័ត៌មានក្នុងនាមអ្នកកសែតតែគាត់មិនបានសិក្សាស៊ីជម្រៅអំពីករណីដែលប៉ូលីសកំពុងធ្វើការនេះវាពាក់ព័ន្ធទៅដល់សន្តិសុខជាតិវាពាក់ព័ន្ធទៅដល់ស្ថិរភាពសង្គមយ៉ាងណានោះក៏អត់ដឹងទេបាទអញ្ចឹងខ្ញុំសំណូមពរទៅបងប្អូនហ៊ុនសូមមេត្តាបញ្ឈប់កុំធ្វើសកម្មភាពទាំងឡាយណាដែលប៉ះពាល់ទៅដល់ការស៊ើបអង្កេតនិងការស្រាវជ្រាវរបស់សមាជិកដើម្បីទុកឲ្យសមាជិកណាគេធ្វើការស្រាវជ្រាវរកឫសគល់នៃបណ្ដាញដែលមានអង្គការចាត់តាំងក្នុងការផ្ដល់កម្ចីប្រាក់នេះកម្ចីប្រាក់មានការប្រាក់ពោះនេះទៅដល់ប្រជាជនណាអញ្ចឹងសូមបងប្អូនហ៊ុនខ្ញុំសំណូមពរទៅបងប្អូនសូមឲ្យបងប្អូនយោគយល់ហើយផ្អាកសកម្មភាពផ្សាយរឿងនេះទុកភារកិច្ចជូនណាសមាជិកនាយកដ្ឋានប្រឆាំងភេរវកម្មនិងស្នងការព្រៃវែងដើម្បីគេធ្វើកិច្ចការនេះខ្ញុំឃើញព័ត៌មានមួយនៅខេត្តព្រៃវែងពាក់ព័ន្ធនឹងសកម្មភាពមន្ត្រីនគរបាលខេត្តព្រៃវែងបង្ក្រាបបទល្មើសផ្ដាល់កម្ចីខុសច្បាប់មានការប្រាក់ពោះដែលមានការចាត់តាំងដំណើររឿងដែលខ្ញុំបានដឹងខ្លះហ្នឹងសាច់រឿងវាចេះពាក់ព័ន្ធនឹងព្រៃវែងណាគឺមានក្រុមម្នាក់ផ្ដាល់កម្ចីការប្រាក់មួយដែលមានអង្គការចាត់តាំងគេផ្ដាល់លុយឲ្យប្រជាពលរដ្ឋខ្ចីដោយមិនតម្រូវឲ្យមានឯកសារអីធំៗញ៉ៃៗទេហើយគេយកការប្រាក់ពោះបាទគេយកការប្រាក់ពោះអញ្ចឹងដោយយើងទទួលបានព័ត៌មានសម្ងាត់ណាដែលទង្វើឲ្យខ្ចីលុយនេះវាជាសកម្មភាពមួយដែលអាចនឹងប៉ះពាល់ទៅដល់ស្ថិរភាពសង្គមប៉ះពាល់ទៅដល់សន្តិសុខជាតិអញ្ចឹងបានក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិបានចាត់តាំងឲ្យនាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិចុះទៅធ្វើការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដើម្បីធ្វើការស្រាវជ្រាវក្រុមផ្ដាល់កម្ចីដែលមានការប្រាក់ពោះនេះអញ្ចឹងសមត្ថកិច្ចចំណាយពេលច្រើនណាស់ដើម្បីធ្វើការស្រាវជ្រាវរហូតដល់ឈានទៅដល់ការឃាត់ខ្លួនមនុស្សមិនក្រោម50-60នាក់ទេបាទមិនក្រោម50-60នាក់ទេដើម្បីស្រាវជ្រាវរកឫសគល់ក្នុងប្រភពនៃការផ្ដាល់លុយឲ្យប្រជាពលរដ្ឋខ្ចីពីព្រោះពួកនេះវាឲ្យខ្ចីការប្រាក់ពោះឲ្យខ្ចីការប្រាក់ពោះនៅពេលដែលប្រជាពលរដ្ឋអត់មានលុយខ្ចីសំទោសនៅពេលដែលប្រជាពលរដ្ឋអត់មានលុយសងគឺពួកគេប្រជាជនគេនឹងគម្រាមប្រជាជនគេនឹងទាលុយបខំទាលុយប្រជាជនអញ្ចឹងប្រជាជនអត់ជំរឿសមានតែការបះបោរតជាមួយពួកអស់ហ្នឹងអញ្ចឹងវាអាចខ្លាយទៅជាការចលាចលសង្គមមួយនៃតាមរយៈកម្ចីការប្រាក់ពោះនេះអញ្ចឹងគណៈពេលដែលសមាជិកនាយកដ្ឋានប្រឆាំងភេរវកម្មអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃនិងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកំពុងធ្វើការងារដោយសម្ងាត់នេះបែរជាប្អូនអ្នកកសែតម្នាក់បងហ៊ុនគាត់បានទៅ live ដើម្បីធ្វើឲ្យខូចផែនការស៊ើបអង្កេតរបស់សមាជិកដោយគាត់ទៅយកព័ត៌មានក្នុងនាមអ្នកកសែតតែគាត់មិនបានសិក្សាស៊ីជម្រៅអំពីករណីដែលប៉ូលីសកំពុងធ្វើការនេះវាពាក់ព័ន្ធទៅដល់សន្តិសុខជាតិវាពាក់ព័ន្ធទៅដល់ស្ថិរភាពសង្គមយ៉ាងណានោះក៏អត់ដឹងទេបាទអញ្ចឹងខ្ញុំ
สนมโปtới ôn hón xô người ta bình chúc công thưa sẽ cam một kiếp tiền lai nè tại bắc pol tới đó ca sơ bằng kết là ca sai chơi bao smart cách đào bay tốc oi smart cách nè kia thưa ca sai chơi rốt rực cơ này bẩn đánh tại miền ông ca chặt tăng không ca đó cầm chay bạc đi cầm chay bạc miền ca bạc đi đó là chỉ chuẩn nè chẳng xô ôn hón nhom sนมโปtới ôn xong rồi ôn dục vô hay sẽ cam một kiếp sai đường ní tốt về cách chun nè smart cách chỉ giúp than và chẳng phê bạc cam nâng non ca bay bén đào bay kỳ thưa cái chàng này đi nè ôn về đâyสามารถcáchធ្វើការងារចាប់អូនយកផ្សាយមិនផ្សាយទៅណាលទ្ធផលការងារផ្សាយមិនផ្សាយទៅតែចំពោះមុខរឿងនេះសំខាន់ណាស់ពាក់ព័ន្ធទៅនឹងស្ថិរភាពសង្គមពាក់ព័ន្ធទៅនឹងសន្តិសុខជាតិណាអញ្ចឹងសូមឲ្យបងអូនមានការយោគយល់ហើយឲ្យយល់អំពីអត្ថន័យនៃពាក្យសន្តិសុខជាតិនិងស្ថិរភាពសង្គមណាមិនមែនព័ត៌មានខ្លះបងអូនឃើញអាចផ្សាយបានគ្រប់រឿងទេណាមិនមែនរឿងខ្លះផ្សាយបានគ្រប់រឿងទេអញ្ចឹងសូមឲ្យបងអូនយោគយល់កន្លែងនេះហើយរួមសហការទទួលការសហការជាមួយនឹងសមាជិកណាដើម្បីឲ្យសមាជិកបំពេញភារកិច្ចប្រកបដោយជោគជ័យឥឡូវបងអូនដាច់បណ្ដាញផ្សាយបំផ្លាញផែនការរបស់ប៉ូលីសអស់ហើយយើងសួរថាកំហុសបងអូនកន្លែងណាណាអញ្ចឹងយើងជាអ្នកកសែតធ្វើអីយើងធ្វើម៉េចដើម្បីកុំឲ្យខាតប្រយោជន៍រួមរបស់ជាតិរបស់ប្រជាជនណាគួរតែធ្វើអ្វីដែលមានប្រយោជន៍រួមណាអញ្ចឹងបងអូនស្ដាប់បានមកជ្រុងបងអូននិយាយអត់បានទេបងអូនត្រូវសួរសមាជិកសិនហើយរឿងខ្លះការងារកំពុងស៊ើបអង្កេតវិជាជីវៈរបស់ប៉ូលីសរក្សាការសម្ងាត់មិនអាចមកទម្លាយឲ្យបងអូនដឹងគ្រប់ដែលបងអូនចង់ដឹងបាននោះទេចឹងខ្ញុំសនំបងប្អូនឲ្យមានការយោគយល់ហើយសង្ឃឹមថាបងប្អូនតនេះមកជិះដៃមួយបងនៅបងនៅចាំនៅជាមួយបងប្អូនសានបន្ទឿនអីមកជួបជុំគ្នានេះមកណាហ្នឹងហើយរឿងព្រៃវែងនោះអត់មានរឿងប៉ូលីសណាណាធ្វើបាបប្រជាជនអត់មានទេគឺគេសមត្ថកិច្ចកំពុងតែស្រាវជ្រាវបណ្ដាញតែមានអង្គការចាត់តាំងក្នុងការផ្ដល់លុយឲ្យកម្ចីមានការប្រាក់ពោះពីព្រោះពួកនេះមានចេតនាទុច្ចរិតក្នុងការបង្កចលាចលទៅដល់សង្គមណាដល់សង្គមចឹងសូមឲ្យបងប្អូនយោគយល់ខ្ញុំនិយាយដដែលទេឲ្យបងប្អូនយោគយល់កុំស្ដាប់ការរុញទឹកលោចូលឡានណាហើយកុំកសាងកំហុសហើយកកំហុសទៀតពីព្រោះពេលខ្លះគេជួយយើងអត់បានទេនៅពេលដែលយើងកសាងកំហុសច្រើនពេកណាកំហុសច្រើនពេកបាទអញ្ចឹងសូមផ្ដាំបងប្អូនទៅប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូននឹងស្ដាប់យល់នៅអ្វីដែលបងសនំពោហើយមកជួបបងនៅនេះនៅព្រៃច័ន្ទស្អែកឥឡូវនេះបងកំពុងតែធ្វើដំណើរតាមផ្លូវទៅហើយបាទតែគាត់ថាមេកំពុងតែភ្លៀង